បាទថ្ងៃនេះបងអូនសូមបង្ហាញបងតាក់ទងជាមួយនឹងទូមុខ3ប្រភេទ VVIP ដែលកម្ពស់ 2m10 ជម្រៅ68m 3តម្លៃ700ដឹកជូនដល់ភ្នំពេញជាប្រភេទឈើក្រាក់សក្រំហើយបងអូនបាញ់ពណ៌ធ្នង់ដូច99.99% ហ្នឹងហើយពណ៌ហ្នឹងគឺអតិថិជនគាត់បានកំងឲ្យតម្រូវឲ្យត្រូវជាមួយក្រែរបស់គាត់ក្រែគាត់យកទៅមុនពណ៌ស្ងួតនេះគឺរយភ្លឺហ្នឹងបងហ្នឹងហើយអញ្ចឹងសម្រាប់ចម្លាក់ក្បាច់ដាប់នេះបងឃើញស្រាប់អញ្ចឹងមើលពីជ្រុងណាក៏ឃើញផុសស្អាតដែរហើយមានរបៀបរៀបរយចម្លាក់នេះគឺបងអូនយកគំរូតាមប្រាសាទព្រះវិហារសុទ្ធសាម 100% តែម្ដងអត់មានកែឬចម្លងពីប្រទេសជិតខាងណាទេគឺបោះខ្មែរយើងសុទ្ធណាបងហ្នឹងហើយសម្រាប់ទូនេះគឺអតិថិជនគាត់កំងយកទៅដាក់ក្នុងបន្ទប់គេងរបស់គាត់តែគាត់ចង់បានរបៀបមួយដល់មួយបែបនេះដោយសារគាត់ឃើញវីដេអូដែលបងអូនបង្ហាញឃើញស្អាតអាមុខ5ណាហើយអញ្ចឹងគាត់កំងមកចេញមុខ3វិញហើយតម្លៃ700ដឹកជូននៅភ្នំពេញសម្រាប់ទូមុខ3យើងមានពីជំរឿបងអានេះសម្រាប់ VIP ប៉ុន្តែបងឲ្យយកធម្មតាតម្លៃតែ600ទេហ្នឹងហើយខុសគ្នា100ប៉ុន្តែបងចង់បានធំបែបនេះមើលទៅសាច់ដុំសាច់ខ្លែបសាច់មេចំហៀងម៉ាន់តាន់បែបនេះបងយកនេះទៅសម្រាប់ចម្លាក់ផ្កាច័ន្ទបងឃើញស្រាប់ហើយគឺយើងយកចេញពីភាសាព្រះវិហារផ្ទាល់ណាបងចម្លាក់ហ្នឹងមិនមែនយើងយកពីណាមកទេហើយក៏មិនមែនជាចម្លាក់កែច្នៃដែរតម្រងដើមរបស់ភាសាព្រះវិហារតែម្ដងនិយាយពីស្អាតហើយចំរូបចំរៀងរបស់គេតែម្ដងណាបងអត់មានខ្លែងទេហើយស្អាតបងពណ៌ធ្នង់នេះគឺដូចស្ទើរតែ99.99% ទេបងបើសិនជាផ្ទះបងប្រភេទស្រឡាញ់ពណ៌ធ្នង់បងបាញ់ពណ៌ហ្នឹងទៅបងហើយអត់ចង់ស្រឡាញ់ពណ៌ហ្នឹងទេចង់បានពណ៌រៀងស្រាលបងយកពណ៌បេងណាបងហ្នឹងហើយសម្រាប់ទូនេះយើងបាញ់សក់មកខ្លួនមកបងអញ្ចឹងក្រោយគឺយើងបាញ់ដែរយើងលេងថ្នាំកាឌីហើយស្រេចហើយបើសិនទៅដល់ផ្ទះបងខ្លាចថាមានមេស៊ីបងបាញ់មូសថ្នាំមូសម៉ាក់រ៉េងចើបន្ថែមណាបងមិនមែនប្រម៉ូសិនឲ្យថ្នាំមូសប៉ុន្តែថ្នាំមូសវាការពារសត្វល្អិតប៉ុន្តែប្រភេទកាឌីគឺយើងបាញ់ការពារឲ្យអស់ហើយដោយសារតែថ្នាំកាឌីហ្នឹងវាអត់ប្រតិកម្មជាមួយថ្នាំបាញ់ឈើទេបើថ្នាំមូសតើយើងបាញ់ថ្នាំមូសបាញ់ថ្នាំទូហើយបានយើងបាញ់ថ្នាំមូសពីលើបានហ្នឹងហើយនេះគឺជាប្រភេទខាងក្នុងដែលយើងបាញ់ពណ៌ធ្នង់ខាងក្រៅធ្នង់ក្នុងក៏ធ្នង់ដែរអត់មានខាងក្រៅធ្នង់ក្នុងបើកមកសស្គូទេហ្មងណាហ្នឹងហើយធ្នង់ full option តែម្ដងហើយទូនេះយើងបាញ់បាត់លើបាត់ក្រោមមកស្អាតភ្លឹងតែម្ដងហើយសម្រាប់ទូគឺមួយខាងថ្នាក់មួយខាងពយួរប៉ុន្តែនេះគាត់ពយួរគាត់កំងយកស្នួរ2ហ្នឹងហើយថែមធ្នើមួយទៀតបានថាទូហ្នឹងមានកលៈ2ផ្សេងគ្នាណាអញ្ចឹងបងដែលចង់បានរបៀបអញ្ចឹងអាចធ្វើការកំងបានមិនទាស់ខុសទេហើយក៏មានការគិតថ្លៃស្វាយដែរព្រោះថាបងអូនជាងធ្វើផ្ទាល់ទេអាបន្តិចតួចហ្នឹងយើងមិនគិតលុយទេណាបងហ្នឹងហើយសម្រាប់ទូនេះបងឃើញស្រាប់ហើយខ្សែបិណ្ឌអញ្ចឹងមែនប៉ុន្តែសាច់ឈើក្បាច់ដាប់បាញ់ថ្នាំហើយគឺដូចធ្នង់ណាបងមិនប្រាប់គេក៏គេអត់ដឹងថាធ្វើសក្រំដែរហើយមិនប្រាប់ថាគេថារបស់ថ្លៃក៏ដឹងថារបស់ថ្លៃដែរទូនេះបងអាចចូលទៅដាក់កន្លែងបន្ទប់ទទួលភ្ញៀវក៏បានដាក់កន្លែងទទួលភ្ញៀវខាងមុខផ្ទះហ្នឹងក៏បានដែរហ្នឹងហើយមិនមែនថាដាក់ទៅឆ្កងថាទូកអើមិនដាក់ទៅហ្នឹងទេអត់ទេទូកអើនេះគឺខ្ញុំធ្វើសម្រាប់ជូនបងតាំងផ្ទះតែម្ដងណាមិនមែនធ្វើសម្រាប់ដាក់កៅទៅមុខទេមិនមែនថាតម្លៃយើងធ្វើលក់ថ្លៃហើយក្បាច់ដាប់មើលទៅដាក់កន្លែងទទួលភ្ញៀវឆ្កងទេអត់ទេណាបងនេះគឺជាប្រភេទទូដែលប្រើបាន2លក្ខណៈទី1គឺសម្រាប់ដាក់កៅសម្ភារៈប្រើប្រាស់សម្លៀកបំពាក់ហើយមួយទៀតគឺសម្រាប់តាំងផ្ទះផ្ទាល់តែម្ដងអញ្ចឹងសម្រាប់បងដែលស្រឡាញ់ចង់បានគ្រឿងចម្លាក់ទូប្រភេទស្អាតបែបនេះអាចធ្វើការកំងបងអូនទៀតបានហើយអត់យូរទេទូនេះយើងធ្វើយ៉ាងយូរពីអាទិត្យបានជូនបងហើយណាហ្នឹងហើយស្អាតភ្លឹងតែម្ដងបច្ចៈខ្នាតគឺកម្ពស់ 2m10 ជម្រៅ 68m 3តម្លៃ700ដឹកជូនដល់ភ្នំពេញបងហ្នឹងហើយអញ្ចឹងទីតាំងបងអូននៅក្រុងចេះខេត្តកញ្ចេះបងស្រឡាញ់ពេញចិត្តអាចមកមើលផ្ទាល់បានហើយធានាជូននៅបានស្អាតដឹកដល់ផ្ទះមិនស្អាតសោកចិត្តដឹកឡប់មកវិញបាញ់លុយកក់ជូនវិញតែម្ដងអរគុណច្រើនបង